ឃើញបកបាវីដេអូភ្លាមឃើញសកម្មភាពដែលកំពុងតែសកម្មមកមានnhưខ្លាំងអ្នកអរគ្នាដឹងហើយថាកំពុងធ្វើអីគេគឺកំពុងតែរៀបចំបន្លែធ្វើម្ហូបសម្រាប់ញ៉ាំជុំក្រុមគ្រួសារនៅពេលងៀតឥឡូវហ្នឹងគឺម៉ាក់ខ្ញុំក៏កំពុងតែលាងបន្លែហ្នឹងហើយដោយសារតែធម្មតាទេបន្លែដែលយើងទិញមកពីក្នុងស្រុកស្រែចាប់ការដែលនៅផ្ទះនៅជិតភូមិនឹងអញ្ចឹងណាចឹងគឺបន្លែវាអត់សូវជាស្រស់បំប្រងខៀវសម្ងាត់អីដូចទៅលើទីផ្សារនឹងទេពីព្រោះតែទៅនឹងការថែទាំនៃការដាំដុះអាកាសធាតុនិងអំណោយដីដែលមានជីវជាតិអាចថាជីវជាតិនៅតាមស្រុកស្រែហ្នឹងគឺវាអត់ដូចដល់ដូចនៅតាមចំការដែលគេដាំជីជួហ្នឹងគឺគេថែដឹកដល់ដាក់ជីដាក់អីមើលទៅវាស្រស់បំប្រងប៉ុន្តែនៅតាមជនបទត្បិតតែបន្លែវាអត់សូវជាស្រស់ឬក៏មើលទៅវារៀនស្លេកតិចមែនក៏ប៉ុន្តែនឹងគឺវាជាអ្នកជីធម្មជាតិហ្នឹងគឺដូចជាអាចមកអាចទាអាចជ្រូកឬក៏អាចគោដែលយើងជាសត្វចិញ្ចឹមនៅក្នុងផ្ទះអញ្ចឹងណាប៉ុន្តែក្រៅពីនឹងទៀតគឺពួកគាត់យកជាចម្បំធ្វើជាជីដើម្បីទ្រាប់ដីបាតខាងក្រោមហ្នឹងឲ្យដីខាងក្រោមហ្នឹងវាធូរទៅពេលដែលពួកគាត់ដាំស្ពៃឬក៏ពួកគាត់ដាំដំណាំផ្សេងមកគឺវាលូតលាស់ទៅដល់ពេលដាំអញ្ចឹងវាអត់បាក់ចំណាយค่าថែទាំអីទឹកតើច្រើនទេក៏ប៉ុន្តែផលិតផលដែលដំណាំនឹងហិចមកវិញក៏វាមើលទៅវាមិនជារីស្គូស្គីអីចឹងអញដូចបងប្អូនមើលឃើញជាក់ស្ដែងតែណាក់បាញ់ខ្ញុំគាត់កំពុងតែចិត្តហ្នឹងប៉ុន្តែរសជាតិអីគឺវាដូចគ្នាតែបន្លែនៅលើទីផ្សារហ្នឹងទេ